ភាគច្រើនសិស្សយើងដែលគាត់ចង់រៀន Revit កម្រិត Master គាត់សួររឿងហៅបរិមាណតាក់ទងមួយកម្មវិធី Revit ណាអញ្ចឹងតាក់ទងមួយវីដេអូនេះខ្ញុំធ្វើការបញ្ចូលគ្នាយើងបន្តិចដោយសារជាទូទៅតាក់ទងមួយបរិមាណហ្នឹងគឺវាអត់សូវលំបាកទេព្រោះដោយសារចំណុចហ្នឹងគឺវាមាន system ស្រាប់ទេដូចនៅក្នុង Revit ហ្នឹងគឺវាមាន system auto ទេអញ្ចឹងតាក់ទងមួយការហៅបរិមាណទាំងអស់ហ្នឹងវាតាក់ទងជាមួយនឹងការងារពេលក្រោយលក្ខណៈនៅក្នុងការហៅបរិមាណហ្នឹងវាស្តៀងដូចកម្មវិធី Excel អញ្ចឹងមានន័យថាបូកដកគុណចែកអាហ្នឹងយើងនិយាយងាយស្រួលស្ដាប់មានន័យថានៅពេលដែលយើងមាន model ទាំងអស់នេះហើយគឺយើងអាចយក model ហ្នឹងយើងគិតជាបរិមាណឬក៏យើងបំបែកទៅជាទំហំការងារឧទាហរណ៍ថានៅក្នុង model schedule នេះអញ្ចឹងករណីហ្នឹងឧទាហរណ៍ថាខ្ញុំចូលមកកាន់ 3D មកឧទាហរណ៍ថានៅក្នុង 3D របស់យើងនេះតាក់ទងជាមួយនឹង towel នេះគឺយើងប្រើក្បឿងអញ្ចឹងតាក់ទងជាមួយនឹងការងារឬក៏របៀបធ្វើការចាស់គឺយើងយកកន្លាផ្ទៃគិតជាចំនួនក្បឿងវិញឧទាហរណ៍ថា11ក្បឿងឬក៏11សន្លឹកនៃក្បឿងវាស្មើនឹង1ម៉ែត្រការ៉េអញ្ចឹងណាបទពិសោធន៍ដែលយើងគិតបែបហ្នឹងប៉ុន្តែតាក់ទងមួយករណីហ្នឹងវាអាចខុសច្រើនដោយសារអីដោយសារជាក់ស្ដែងនៅពេលដែលយើងធ្វើការតម្រៀបក្បឿងទៅយើងអាចកាត់ក្បឿងច្រើនអញ្ចឹងករណីហ្នឹងវាធ្វើឲ្យបាត់បរិមាណជាក់ស្ដែងប៉ុន្តែនៅក្នុង Revit អត់ទេមានន័យថាតាក់ទងជាមួយនឹងការរកបរិមាណគឺយើងយកទំហំ spec material ជាក់ស្ដែងបន្ទាប់មកយើងយកមកតម្លើងជា model ហើយយើងអាចរកបរិមាណអូតូអញ្ចឹងករណីហ្នឹងមិនឧទាហរណ៍ថាយើងចូលមកកាន់ schedule នៃការងារក្បឿងនេះបើករណីយើងចង់រកតែប្រភេទក្បឿងទេគឺវា5723សន្លឹកអញ្ចឹងករណីហ្នឹងយើងអាច format វាបានណាអញ្ចឹងករណី format នេះមានន័យថាដូចខ្ញុំនិយាយអញ្ចឹងតាក់ទងចំណុចហ្នឹងគឺវាហាក់បីដូចជាកម្មវិធី Excel អញ្ចឹងគឺវាមានតាក់ទងជាមួយនឹងការឲ្យយើងសេរី setting មួយចំនួនដែលយើងអាចកំណត់មុខងារផ្សេងៗដែលយើងអាចយកមកប្រើបានអញ្ចឹងករណីនេះខ្ញុំអត់អាចលម្អិតទាំងអស់ទេពេលដែលខ្ញុំចុចប៉ុណ្ណឹងមកគឺក្បឿងរបស់យើងវានៅសល់ប៉ុណ្ណឹងសន្លឹកហើយនៅពេលដែលយើងចូលមកកាន់ layout ឬក៏តាក់ទងជាមួយនឹងទំហំការងាររបស់យើងជាក់ស្ដែងមកគឺវាកែអូតូតែម្ដងប៉ុន្តែចំណុចហ្នឹងដែលខ្ញុំបញ្ជាក់អញ្ចឹងគឺវាអត់លំបាកខ្លាំងទេហើយគ្នាយើងភាគច្រើនគាត់គិតថាអាហ្នឹងវាលំបាកខ្លាំងអញ្ចឹងណាអញ្ចឹងអ្នកខ្លះគាត់ចេះតែព្យាយាមនិយាយផងផលអីចឹងទៅករណីហ្នឹងដូចខ្ញុំបង្ហាញអញ្ចឹងប៉ុន្តែអ្វីដែលយើងគួររៀនមួយទៀតតាក់ទងជាមួយនឹងកម្មវិធី Revit ខ្ញុំ recommend ឲ្យអ្នកទាំងអស់គ្នាប្រើជាមួយនឹង Enscape ដោយសារអីដោយសារនៅក្នុង system Enscape ខ្ញុំបង្ហាញអ្នកទាំងអស់គ្នាមានន័យថារបៀបអញ្ចឹងឧទាហរណ៍តាក់ទងមួយការរៀបចំ landscape យើងត្រូវប្រើដើមឈើអញ្ចឹងពេលខ្លះយើងអត់ដឹងថាដើមឈើហ្នឹងយើងប្រើអស់ប្រមាណដើមទេអញ្ចឹងនៅក្នុងករណីហ្នឹងគឺ Revit វាមាន system មួយដែលវា link ជាមួយនឹង Enscape ទៅគឺយើងអាចរកបរិមាណនៃ landscape ដែលយើងរៀបចំដើមឈើហ្នឹងអស់ប្រមាណអីមែនយើងអត់ចាំបាច់ទៅរាប់មួយដើមពីរដើមចឹងករណីហ្នឹងអ្នកនរគ្នាឃើញអញ្ចឹងមានន័យថាដើមឈើនេះយើងអត់បានកំណត់ប្រភេទវាទេអញ្ចឹងវា175ដើមឈើប្រភេទ A នេះ23ដើម B នេះ35ដើមC នេះ149ដើមអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាធ្វើគម្រោងជាក់ស្ដែងយើងត្រូវកំងដើមឈើនេះ382ដើមអញ្ចឹងករណីហ្នឹងគឺវាងាយស្រួលអាហ្នឹងអ្វីដែលយើងត្រូវរៀនហើយត្រូវមើលមួយទៀតតាក់ទងជាមួយនឹង Enscape នឹងដែរមានន័យថាឧទាហរណ៍ថាខ្ញុំចូលមកកាន់ ground floor ចុះអញ្ចឹងតាក់ទងជាមួយនឹងតុក model នេះពេលដែលខ្ញុំបើកវានៅក្នុង Revit វាចេញរបៀបនេះតែករណីយើងចូលទៅកាន់ Enscape គឺវាចេញរបៀបផ្សេងដោយសារនៅក្នុងហ្នឹងគឺកម្មវិធី Enscape វាផលិតមកវារបៀបលក្ខណៈថាជាការងារ model 3D ហើយបែបជាប៉ារ៉ាម៉ែត្រឲ្យយើងនៅក្នុង Revit ចាំងាយស្រួលមានន័យថានៅក្នុងមុខងារ link នេះគឺយើងអាច link តុកហ្នឹងទៅជា model ផ្សេងបានសូម្បីតែsalonក៏ដូចគ្នាដែរមានន័យថានៅក្នុង 3D Revit ផ្សេងចេញមកនៅក្នុង Enscape គឺផ្សេងអញ្ចឹងករណីដែលយើងត្រូវរៀនពីហ្នឹងបានវាងាយស្រួលឬក៏អាចថាធ្វើការទៅវាបានមានភាពប្រសើរចាអ្វីដែលជាការរៀន Revit កម្រិត Master គឺខ្ញុំតែងតែព្យាយាមបញ្យល់គ្នាយើងឲ្យគ្នាយើងស្វែងយល់ពីអ្វីដែលកម្មវិធី Revit មានហើយយើងនឹងបង្ហាញអ្នកទាំងអស់គ្នានៅ model ជាក់ស្ដែងដើម្បីងាយស្រួលបញ្យល់ដោយសារខាងយើងមានពេលទៅរៀបរាប់ឬក៏ទៅសេអក្សរទេប៉ុន្តែយើងព្យាយាមបង្ហាញជាការងារជាក់ស្ដែងក៏ដូចជា technique ជាក់ស្ដែងដើម្បីឲ្យគ្នាយើងងាយស្រួលយល់សម្រាប់វីដេអូហ្នឹងគឺយើងមានប៉ុណ្ណឹងហើយសម្រាប់អ្នកដែលគាត់ឆ្ងល់រឿងបរិមាណហ្នឹងខ្ញុំគិតថាដូចជាអត់សូវមានអីពិបាកទេនៅក្នុងលក្ខខណ្ឌហ្នឹងអញ្ចឹងអ្វីដែលខ្ញុំបង្ហាញហ្នឹងខ្ញុំគិតថាអ្នកទាំងអស់គ្នាអាចយល់ហើយ